ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំចង់មកចែករំលែកមុខម្ហូបថ្មីមួយទៀតហើយបងប្អូនគឺឆាប៉េងប៉ោះឲ្យមានរសជាតិឆ្ងាញ់និងរសជាតិជូរអែមល្មមបងប្អូនហើយវិធីធ្វើអត់ពិបាកទេអញ្ចឹងកុំឲ្យខាតពេលតោះទៅដឹងពីវិធីធ្វើជាមួយនឹងខ្ញុំទាំងអស់គ្នាជាដំបូងខ្ញុំមានសាច់ហើយខ្ញុំមករកបន្លែបងប្អូនខ្ញុំថាបន្លែខ្ញុំអត់បានរយណាឆ្ងាយទេគឺបន្លែនឹងខ្ញុំដាំដោយខ្លួនឯងហើយប៉េងប៉ោះគឺខ្ញុំអត់ទុកឲ្យទុំពេកឬក៏ខ្ចីពេកទេខ្ញុំយកប៉េងប៉ោះដែរស្រគៀលបងប្អូនគឺប៉េងប៉ោះចាស់ឲ្យចិត្តទុំឃើញថាឆ្ងាញ់មែនតែនប៉េងប៉ោះហ្នឹងគឺផុយបងប្អូនដល់ពេលដែលឆាទៅចាបន្ទាប់មកយើងលាងទឹកវាតែពី3ទឹកជ្រះឲ្យប៉េងប៉ោះបងប្អូនចិត្តក្បាលចេញឲ្យស្អាតបងប្អូនពុះជា2ដូចនឹងខ្ញុំក៏បានបងប្អូនហាន់ជាចំណិតស្ដើងក៏បានហាន់ជាទទឹងបណ្ដោយវែងក៏បានតែនឹងខ្ញុំចិត្តរៀងម៉ូតបន្តិចណាបងប្អូនដោយសារតែកូនរបស់នឹងខ្ញុំនៅពេលដែលឃើញប៉េងប៉ោះរៀងម៉ូតកលាក់អង្កាញ់អញ្ចឹងគឺគាត់ចូលចិត្តញ៉ាំមែនតែនគាត់ញ៉ាំអស់បាយច្រើនអញ្ចឹងណាចាបងប្អូនចង់ចិត្តបែបណាស្រះអាស្រ័យលើបងប្អូនទេបងប្អូនចំណាយឯស្លឹកខ្ទឹមនឹងខ្ញុំទុកដាក់នៅពេលដែលឆារបស់នឹងខ្ញុំឆ្អិននេះជាគ្រឿងផ្សំរបស់យើងបងប្អូននឹងខ្ញុំប្រើសាច់ជ្រូកនិងប៉េងប៉ោះខ្ទឹមសដែលច្រាំហើយនឹងស្លឹកខ្ទឹមណាពេលដែលបងប្អូនឆាបងប្អូនត្រូវដាក់ប្រេងឆាឲ្យរាងក្តៅបន្តិចតបមកគឺដាក់ខ្ទឹមដែលយើងទៅច្រាំរួចហ្នឹងយើងឃើញថារំលីងឲ្យរាងឈ្ងុយបន្តិចយើងក៏ថែមស្ករត្នោតណាបងប្អូនដើម្បីឲ្យឆារបស់យើងមានរសជាតិផ្អែមល្មមហើយចូលជាតិបានល្អនៅពេលដែលជើងក្រងយើងក៏ចាក់សាច់យើងចូលតែម្ដងចានេះខ្ញុំក៏ដាក់ម្សៅស៊ុបហ្នឹងកន្លះស្លាបព្រាប៊ីចេងបន្តិចអំបិលបន្តិចណាបងប្អូនហើយនឹងទឹកត្រីក៏ថែមបន្តិចទៀតដែរបន្ទាប់មកគឺប្រេងខ្យងចំនួន2ស្លាបព្រាដើម្បីឲ្យឆារបស់យើងកាន់នៅរាងស្អិតខាប់អញ្ចឹងណាបងប្អូនមានជាតិមែនតែនបងប្អូនចង់ប្រើសាច់គោក៏បានដែរហើយបន្ទាប់មកគឺនឹងខ្ញុំបានលួចថែមទឹកបន្តិចដែរដើម្បីរងាស់សាច់យើងឲ្យកាន់តែឆ្អិនណាបងប្អូនព្រោះសាច់ជ្រូកมันអាចឆាត្រឡប់បានទេយើងរងាស់ឲ្យងាប់មេរោគបន្តិចណាបងប្អូនឃើញថាឆារបស់យើងរៀងផុយឯងបងប្អូនរៀងសាច់របស់យើងក៏ឆ្អិនដែរបងប្អូនភ្លក់មើលប្រៃសាបបងប្អូនថែមតាមក្រោយបានណាបងប្អូនចាបន្ទាប់មកនឹងខ្ញុំក៏ចាក់ប៉េងប៉ោះចូលតែម្ដងឃើញថាប៉េងប៉ោះរបស់ខ្ញុំនេះគឺទំនងខ្លាំងណាបងប្អូនអើយរសជាតិវិញក៏ឆ្ងាញ់ដែរបងប្អូនជូរអែមល្មមព្រោះខ្ញុំអត់លាងទឹកទេបើយើងលាងទឹកទៅអាចនឹងអស់ជាតិជូរបងប្អូននៅជូរអែមអញ្ចឹងគឺឃើញថាឆ្ងាញ់សម្រាប់ខ្ញុំបងប្អូនតែបើបងប្អូនចង់លាងទឹកចេញក៏បានដែរចាឃើញថាឆារបស់យើងនេះឆ្អិនរួចរាល់ហើយបងប្អូនបន្ទាប់មកនេះខ្ញុំក៏ថែមស្លឹកខ្ទឹមបន្តិចដើម្បីឲ្យឆារបស់យើងមានក្លិនឈ្ងុយបងប្អូនកូរច្របល់ឲ្យចូលជាមួយនឹងសាច់និងបន្លែរបស់យើងទៅគឺឆ្អិនរួចរាល់តែម្ដងអញ្ចឹងឃើញថាឆារបស់យើងគឺឆ្អិនសព្វគ្រប់រួចរាល់ហើយបងប្អូនអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនពេញចិត្តកុំភ្លេចជួយ Subscribe ម្នាក់មួយផងបងប្អូនសូមអរគុណសូមជម្រាបលា